គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរជីវិតរបស់យើងឲ្យកាន់តែល្អប្រសើរឡើងបានឡើយក្រៅពីខ្លួនយើងផ្ទាល់ទំនាក់ទំនងនឹងមិត្តភ័ក្តិគ្រាន់តែជាផ្នែកមួយដែលជួយជ្រោមជ្រែងប៉ុណ្ណោះតែមិនមែនជាកត្តាកំណត់ជោគវាសនារបស់យើងនោះទេអ្វីដែលពិតជាអាចជំរុញយើងឲ្យសម្រេចបាននូវក្តីស្រមៃនោះគឺឆន្ទៈដ៏មោះមុតរបស់ខ្លួនដែលប្រៀបដូចជាគ្រឹះដ៏រឹងមាំសម្រាប់ទ្រទ្រង់អគារជីវិតយើងត្រូវការសីលធម៌និងគុណធម៌ជាគ្រឿងលម្អដើម្បីឲ្យគេគោរពស្រឡាញ់ការពិចារណាឡើងវិញដើម្បីកែលម្អកំហុសឆ្គងពីអតីតកាលផ្លូវជីវិតតែងតែមានឧបសគ្គប៉ុន្តែភាពតាំងចិត្តដ៏មុតមាំរបស់យើងនឹងជួយយើងឲ្យឆ្លងកាត់វាបានដោយល្អប្រសើរដោយសុភាសិតមួយបានលើកឡើងថាការចង្អុលផ្លូវគឺអាស្រ័យលើអ្នកមានគុណតែការដើរនៅលើផ្លូវគឺអាស្រ័យលើខ្លួនឯងមកដល់ត្រង់ចំណុចនេះខ្ញុំនឹងលើកឧទាហរណ៍មួយសៀវភៅមួយក្បាលរបស់អ្នកនិពន្ធល្បីឈ្មោះមួយរូបបានក្លាយជាសៀវភៅលក់ដាច់បំផុតប្រចាំឆ្នាំអ្នកនិពន្ធរូបនេះបានសរសេរនៅទំព័រទី1ថាខ្ញុំសូមថ្លែងអំណរគុណដល់គ្រូរបស់ខ្ញុំដែលបានណែនាំខ្ញុំឲ្យស្គាល់ពីពិភពនេះការសរសេរជាក់ស្ដែងណាស់ការលើកឡើងនេះបង្ហាញថាទំនាក់ទំនងនឹងអ្នកមានគុណបានចង្អុលផ្លូវដល់គាត់ប៉ុន្តែការដែលគាត់សរសេរសៀវភៅបានល្អនឹងទទួលបានលទ្ធផលល្អប្រសើរដោយសារតែឆន្ទៈនិងការខិតខំប្រឹងប្រែងក្រែងនរនារបស់គាត់ផ្ទាល់ហេតុនេះហើយត្រូវដឹងថាគ្រូបងប្អូនឬឪពុកម្ដាយអាចបង្ហាញផ្លូវយើងបានតែមានតែភាពតស៊ូខិតខំប្រឹងប្រែងរបស់យើងទេទើបអាចនាំយើងទៅដល់គោលដៅការលូតលាស់និងភាពចាស់ទុំកើតចេញពីបទពិសោធន៍ដែលយើងបានជួបប្រទះមិនថាល្អឬអាក្រក់នោះទេព្រោះវាជាមេរៀនដ៏សំខាន់សម្រាប់ជីវិតចុងក្រោយយើងគួរតែចាំថាការជួយអ្នកដទៃគឺត្រូវជួយខ្លួនឯងជាមុនសិនស្គាល់មនុស្សឆ្លាតមានសមត្ថភាព100នាក់ក៏ដោយបើយើងចោមសៀតយើងមិនអាចទាញប្រយោជន៍បានឡើយមុននឹងយើងអាចផ្ដល់តម្លៃដល់អ្នកដទៃបានយើងត្រូវតែក្លាយជាមនុស្សល្អនិងមានសមត្ថភាពជាមុនសិនអភិវឌ្ឍខ្លួនឯងគឺជារឿងសំខាន់បំផុតដើម្បីក្លាយជាពន្លឺសម្រាប់អ្នកដទៃ